ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះខនប្រយុទ្ធមកពីក្រុម MU 20រួមទាំងសមាជិក7នាក់ផ្សេងទៀតថ្ងៃនេះដែរខ្ញុំមកធ្វើការ demo នៅ project POS system សម្រាប់ការងារ final ក្នុង project នេះដែរពួកខ្ញុំបង្កើតឡើងដោយប្រើប្រាស់ HTML CSS ក៏ដូចជាJavaScript នេះគឺជាការ result code របស់ពួកខ្ញុំមាន product category ក៏ដូចជា order ហើយ user ហើយនៅខាងឆ្វេងមាន add product ជាមួយនឹង list product ក៏ដូចជា add category ក៏ដូចជា list category add order ក៏ដូចជា list order ហើយនឹង setting ចូលមកដល់ add product ដោយសារតែខ្ញុំបានបញ្ចូលខ្លះហើយខ្ញុំនឹងធ្វើការបញ្ចូលឲ្យលោកគ្រូបានមើលដំបូងយើងចូល add product ដើម្បីយើងដំបូងយើងចូល add category ដើម្បីស្រួល store ទុកផ្នែក product របស់យើងនៅក្នុង category ហ្នឹងដែរខ្ញុំមាន category ណាវាមាន source string bind beer ក៏ដូចជា mail អញ្ចឹងយើងធ្វើការ add category មុនជាដំបូងយើង right click នៅ add category ហើយបដូរនៅ ID right click add category ដើម្បីឲ្យវាដោយសារខ្ញុំបាន add ចូលបាន4ហើយខ្ញុំ add តែមួយឲ្យគ្រូមើលទេអញ្ចឹងយើងនឹងធ្វើការ add productយើង add product យើងអាចបញ្ចូល product name ឈ្មោះ product ដូចជាឧទាហរណ៍price ក៏ដូចជាចំនួនហើយវាស្ថិតនៅក្នុង category មួយណាsource string នេះចាហើយនឹង description វាដាក់បន្ទាប់មក add product នៅក្នុងការ build product ហ្នឹង project នេះដាក់ POS system ហ្នឹងដែរយើងប្រើប្រាស់add ក៏ដូចជាភាគច្រើនadd insert update និង delete ហ្នឹងហើយហើយមានតែប៉ុណ្្នឹងឧទាហរណ៍បើសិនខ្ញុំនឹង demo លោកគ្រូdelete ឧទាហរណ៍ខ្ញុំចង់ delete product អីdelete បានហ្នឹងហើយហើយវាបោះ message are you sure you want to delete this product យើង click OK វានឹង delete product ហ្នឹងdemo ប៉ុណ្ណឹងមានតែប៉ុណ្ណឹងលោកគ្រូហើយនៅមួយទៀត add order ចំពោះការ add order យើង right click add order ឬក៏យើងចុច order add នេះក៏បានដែរadd order កន្លែងនេះក៏បានដែរអីយ៉ាចំពោះការ add order ហ្នឹងយើងចូលបញ្ចូល ID ឧទាហរណ៍លេខ111ចឹងហើយឈ្មោះអ្នកលក់ឈ្មោះអ្នកទិញបញ្ចូលឈ្មោះអ្នកទិញទៀតហើយថ្ងៃខែក៏ដូចជា total amount add order ហើយចេញ alert message order added successful ហើយកូដរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណលោកគ្រូ